đại tra mà cái đập đây mà nó ôi lực cục lực kèng nhằng đi ô thâm lại mình cái thia chứ nó một bọc bò cho môi kệ đáy nữa hộp đấyនៅពេលទំនេរអត់ធ្វើការអត់ដឹងទៅណានៅក្នុងវីដេអូនេះគឺបានទៅដាក់ចំណីត្រីនៅវត្តក៏ដូចជាបានធ្វើបន់ផងដែរអ្វីដែលសំខាន់គឺវត្តដែលនេះខ្ញុំទៅនោះមានដើមឈើច្រើនបរិយាកាសល្អមែនទែនសម្បូរទៅដោយអុកស៊ីហ្សែនទោះបីជាមិនមែននៅកណ្ដាលទីក្រុងភ្នំពេញក៏ប៉ុន្តែនៅជាក្រុងភ្នំពេញតែបន្តិចទេនៅវត្តនេះដែរគឺមានឈ្មោះថាវត្តចំពោះក្អែកទៅមុខតិចទៅរឿងឆ្ងាយតិចអូយលើកុកលើកៀងយ៉ាងនេះសម្រាប់ពេលបច្ចុប្បន្ននេះចង់ធ្វើដំណើរទៅវត្តចំពោះក្អែកមិនមែនជាឧបសគ្គនៅក្នុងការរកទីតាំងមិនឃើញនោះទេគ្រាន់តែបងប្អូនវាយចូលទៅក្នុង Google Map ហើយដាក់ឈ្មោះថាវត្តចំពោះក្អែកចានឹងចេញទីតាំងមកឲ្យយើងដល់តែម្ដងយើងអាចធ្វើដំណើរទៅកាន់វត្តចំពោះក្អែកដោយចេញពីគល់ស្ពានច្បារអំពៅគឺយើងជិះទៅតាមផ្លូវរាប់មាត់ទន្លេដែលជាផ្លូវទៅកាន់ព្រែកប្រាបងប្អូនចាគឺយើងជិះត្រង់រហូតទៅជិះឲ្យដល់ហួសផ្សារព្រែកប្រាហើយយើងជិះបន្តហួសទៅទៀតចឹងទៅដល់កន្លែងស្ពានដែលគេធ្វើថ្មីបងប្អូននិយាយទៅទីតាំងយើងខ្ញុំអត់ចាំដែរតែដឹងថាហួសស្ពានដែលគេធ្វើថ្មីជិះហួសតែបន្តិចទេនឹងបងប្អូនមើលទៅខាងឆ្វេងដៃនឹងឃើញគេដាក់ផ្លាកថាវត្តចំពោះក្អែកនៅទីនេះភាគច្រើនគឺបងប្អូនដែលមានកូនតូចៗចូលចិត្តនាំកូនមកដាក់ចំណីត្រីមើលត្រីហើយក៏មានសត្វព្រាបយើងអាចបោះចំណីឲ្យសត្វព្រាបនៅខាងលើកន្លែងដែលយើងឈរឬមួយក៏យើងសម្រាប់ចំណីត្រីនៅពេលដែលយើងចូលមកដល់ខាងក្នុងវត្តគឺមានគេលក់នៅទីនោះតែម្ដងហើយចំណីត្រីអត់ថ្លៃទេបងប្អូនលក់ចាប់ពី2000 3000ឡើងទៅហើយនឹងក៏មាននំបំពង់សម្រាប់ដាក់ជាចំណីត្រីផងដែរតាមពិតទៅចំណីត្រីដែលនាងខ្ញុំដាក់នេះគឺទិញមកពីវត្តគល់តឹងដែលនាងខ្ញុំដំបងឡើយទៅលេងវត្តគល់តឹងក៏ប៉ុន្តែមនុស្សច្រើនពេកដោយសារតែគេហៅកឋិនហើយត្រីក៏លេងឃ្លានចំណីដោយសារតែមានអ្នកដាក់ច្រើនហើយនាងខ្ញុំក៏ត្រឡប់មកដាក់ចំណីត្រីនៅឯខាងវត្តចំពោះក្អែកនេះវិញចាបងប្អូនទេសភាពនឹងខ្ញុំថតតែប៉ុណ្ណេះសិនទេទេសភាពពេញនឹងថតនៅវគ្គក្រោយ